ជួយសួរសួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងវីដេអូថ្មីដែលថ្ងៃនេះផងដែរខ្ញុំរក្សានឹងធ្វើការប្រាប់អ្នកនរគ្នាពីព័ត៌មានមួយទាក់ទងជាមួយនឹង Take for Cambodia Take for Cambodia គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលមានទំនាក់ទំនងជាមួយនឹងជម្រាបសួរអ្នកនរគ្នាជួបជាមួយខ្ញុំរក្សាហើយថ្ងៃនេះផងដែរខ្ញុំមានដំណឹងល្អមកប្រាប់អ្នកទាំងអស់គ្នាដោយឥឡូវនេះខ្ញុំគឺជាអ្នកស្ម័គ្រចិត្តនៅ Take for Cambodia ដែលនៅ Take for Cambodia គឺកំពុងតែស្វែងរក fellowship ដើម្បីធ្វើការបង្រៀនកូនសិស្សនៅកម្រិតវិទ្យាល័យហើយបើសិនជាអ្នកទាំងអស់គ្នាទើបតែបញ្ចប់បរិញ្ញាបត្រឆ្នាំនេះ2026គឺអ្នកទាំងអស់គ្នាអាចដាក់ពាក្យបានហើយដោយថ្ងៃផុតកំណត់គឺថ្ងៃទី19 ខែកក្កដានេះតែម្ដងអញ្ចឹងបើសិនជាអ្នកនរគ្នាមានចំណាប់អារម្មណ៍ចង់ធ្វើជាគ្រូបង្រៀនឬក៏ចង់អភិវឌ្ឍជំនាញឬក៏ទទួលបាននៅឱកាសផ្សេងទៀតអ្នកនរគ្នាអាចដាក់ពាក្យបានដោយនៅទទួលបើកនៅដល់ថ្ងៃទី10ហើយអ្នកទាំងអស់គ្នាមួយទៀតក៏ខ្ញុំចង់បញ្ជាក់ដែរដែលTake for Cambodia គឺសាលាគេដែលអាច apply បាននៅកន្លែងនេះមានដោយសារនេះគឺជា flyer អញ្ចឹងខ្ញុំនឹងនិយាយប្រាប់ទៀតជំរាបstory ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំរក្សាហើយថ្ងៃនេះផងដែរខ្ញុំមានដំណឹងល្អមកប្រាប់អ្នកទាំងអស់គ្នាដោយខ្ញុំគឺជាអ្នកស្ម័គ្រចិត្តនៅ Take for Cambodia ហើយឥឡូវនេះ Take for Cambodia កំពុងតែស្វែងរក fellowship ដើម្បីទៅបង្រៀនកូនសិស្សនៅសាលារដ្ឋផងដែរហើយបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់បង្រៀនសិស្សឬក៏ចង់អភិវឌ្ឍជំនាញហើយម្លងពេលដែលយើងទៅបង្រៀនសិស្សហ្នឹងក៏មិនមែនត្រូវការអ្នកដែលអ្នកចេះបរៀនឬមួយក៏អីទេយើងនឹងមាន training សម្រាប់ផ្ដល់ជូន candidate ដែលគាត់ដាក់ពាក្យជាប់ហើយនឹងរយៈពេល5សប្តាហ៍អញ្ចឹងម្លងពេលដែលអ្នកនរគ្នាដាក់ពាក្យជាប់ហើយ train What the fuck ជំរាបសួរអ្នកនរគ្នាវីដេអូមួយនេះខ្ញុំនឹងមកប្រាប់ដំណឹងល្អអ្នកនរគ្នាមួយជំរាបសួរអ្នកនរគ្នាជួបជាមួយនឹងវីដេអូថ្មីថ្ងៃនេះផងដែរខ្ញុំចង់នាំដំណឹងល្អមកកាន់អ្នកនរគ្នាដោយខ្ញុំគឺជាអ្នកស្ម័គ្រចិត្តនៅ Take for Cambodia ហើយឥឡូវនេះ Take for Cambodia កំពុងតែស្វែងរក fellowship ដើម្បីទៅបង្រៀនកូនសិស្សនៅសាលារដ្ឋថ្នាក់វិទ្យាល័យអញ្ចឹងបើសិនជាអ្នកនរគ្នាឆ្ងល់ថាតើនៅពេលដែលយើងយល់អត់វាអត់ដឹងថា